នេះគឺជាដៃគូយើង Chintan Toys មិនថាជា anime figure anime accessory ឬក៏ t-shirt អីផ្សេងទេនៅ Chintan Toys គឺមានអវ៉ាន់ច្រើនមែនតើហើយខុសគ្នាពីកាលមុននៅ Chintan Toys ឥឡូវគឺនៅមានលក់ត្រេងទៀតហើយទីតាំងគាត់គឺនៅខេត្តកំពតហើយបើសិនជាចង់កម្មង់ online អ្នកទាំងអស់គ្នាអាចចូលទៅ Facebook page របស់ Chintan Toys បាន link សម្រាប់ទៅកាន់ Chintan Toys ខ្ញុំនឹងដាក់នៅខាងក្រោម descriptionសួស្តីអ្នកទាំងអស់គ្នាខ្ញុំបាទ Kogami អញ្ចឹងថ្ងៃនេះយើងមកបន្តរឿង Jujutsu Kaisen Season 2 Part ទី9បើសិនជាអ្នកទាំងអស់គ្នាមិនទាន់បានមើលវគ្គមុនទេអាចចុចនៅ link ខាងក្រោមខ្ញុំដាក់នៅ description បានតោះចឹងយើងចាប់ផ្ដើមរំលឹកពីវគ្គមុន Sukuna បានយកឈ្នះ Chogo និង Makora ហើយបានសម្លាប់មនុស្សនិងបំផ្លាញអគារជាច្រើនបន្សល់ទុកឲ្យ Itadori នៅម្ខាងទៀត Nanami ដែលត្រូវ Chogo ដុតខ្ទេចអស់មួយចំហៀងខ្លួនបានងើបឈរឡើងមកវិញហើយបានជួបនឹង Mahito និងមនុស្សកែច្នៃមួយក្រុម Nanami នៅគ្រានេះលើខ្លួនសុទ្ធតែរបួសបាត់បង់សមត្ថភាពប្រយុទ្ធអស់ទៅហើយ Nanami មានអារម្មណ៍ថាហត់នឿយខ្លាំងណាស់មិនដឹងតាំងពីពេលណាមក Nanami មានបំណងគ្រាន់តែចង់មានផ្ទះមួយនៅក្បែរមាត់សមុទ្រតែប៉ុណ្ណោះហើយពេលទំនេរអាចអានសៀវភៅលេងបានតែរឿងទាំងអស់នេះគឺហាក់បីដូចកំពុងស្វែងរកការចងចាំដែលបានបាត់បង់ទៅអស់ចឹងតែ Nanami នៅពេលនេះត្រូវតែនិយាយប្រាប់ខ្លួនឯងថាត្រូវតែជួយ Megumi, Maki ហើយនិង Nobito ទោះបីជាខ្លួនឯងនៅគ្រានេះហត់នឿយខ្លាំងប៉ុណ្ណាក៏ដោយ Nanami នៅតែប្រយុទ្ធបន្តទៀតいたよずっとねMahito ឈឺឱកាសនោះក៏បានយកដៃដាក់ក្រោយខ្នង Nanami ហើយគ្រាន់តែប្រើក្បាច់វាបន្តិច Nanami នឹងបាត់បង់ជីវិតភ្លាមនៅពេលនោះ Nanami ស្រាប់តែនឹកទៅដល់មិត្តល្អ Haibara Nanami ក៏បានសួរខ្លួនឯងជាក់ស្ដែងខ្លួនឯងធ្លាប់បានរត់គេចម្ដងហើយតែព្រោះតែហេតុផលអ្វីទៅបានជាខ្លួនឯងនៅពេលនេះបានត្រឡប់មកទីនេះវិញទៀតនៅពេលនោះ Nanami បានឃើញ Haibara លើកដៃចង្អុលទៅខាងក្រោយខ្នង Itadori ក៏បានដើរមកដល់ទីនេះ Nanami បានប្រមានខ្លួនឯងថាដាច់ខាតមិនត្រូវនិយាយពាក្យទាំងអស់នេះចេញមកទេព្រោះបាននិយាយពាក្យនេះចេញមកនឹងក្លាយទៅជាបណ្ដាសារបស់ Itadori ហើយតែនៅទីបំផុត Nanami នៅតែនិយាយទៅកាន់ Itadori 君あとは頼みますចុងក្រោយ Mahito បានសម្លាប់ Nanami នៅនឹងមុខ Itadori តែម្ដង Itadori ផ្ទុះកំហឹងស្ទុះទៅ Mahito ភ្លាមការប្រយុទ្ធចាប់ផ្ដើម Mahito បានគប់មនុស្សកែច្នៃមួយចេញមក Itadori ឃើញបែបនេះមិនដាច់ចិត្តវាយមនុស្សកែច្នៃទេភ្លាមនោះ Mahito បានប្រើក្បាច់ Soul Multiplicity Body Repel Soul Multiplicity នេះអាចបញ្ចូលព្រលឹងជាច្រើនចូលគ្នាហើយ Body Repel គឺបង្កើត energy របស់ព្រលឹងនោះឲ្យបាញ់បញ្ចេញទៅសត្រូវ Mahito បានទម្លុះខ្លួនចេញពីមនុស្សកែច្នៃមកវាយ Itadori មួយដៃទៀតត្រឹមតែមួយដៃនេះ Itadori បានរហែកមុខហូរឈាមមកជាច្រើនហើយវានៅបានយកដៃធ្វើជាមុខមាត់របស់ Jinbe មកបញ្ឈឺ Itadori ថែមទៀត Mahito ចាក់បញ្ឈឺផ្លូវអារម្មណ៍របស់ Itadori មិនឈប់តែ Itadori បាននឹកទៅដល់ពាក្យសម្ដីចុងក្រោយរបស់ Nanami ខ្សែភ្នែកបានផ្លាស់ប្ដូរយ៉ាងមុតស្រួចក្តាប់ដៃទាំងពីរ Promocus Energy ស្របពេលនោះ Mahito បានបញ្ចេញក្បាច់ដូចគ្នានឹង Itadori មកដែរក្បាច់ Idol Transfiguration របស់វាដោយសារតែមានវត្តមានរបស់ Sukuna គឺមិនមានប្រសិទ្ធភាពលើ Itadori ឡើយអញ្ចឹងហើយ Mahito បានប្រើ Curse Energy ពង្រឹងកម្លាំងមកវាយដៃជាមួយនឹង Itadori តែម្ដងអ្នកទាំងពីរខិតជិតគ្នាដោះដូរដៃលើកទី1 Itadori បានកិច្ចផុតពីការគៀបសង្កត់របស់ Mahito បានសម្រេចរ៉ោនទី2ចាប់ផ្ដើមបន្តទៀតឃើញថា Itadori វាយ close range គឺមានប្រៀបជាង Mahito ក៏ចាប់ផ្ដើមបដូរយុទ្ធសាស្ត្រវាបានបោះមនុស្សកែច្នៃដែលមានដាក់ម៉ោងកំណត់ដើម្បីបដូររូបរាងហើយវាបំរុងនឹងប្រើមនុស្សកែច្នៃនេះវាយពីចម្ងាយជៀសវាងការវាយ close range តែ Itadori បានវាយកំទេចកថារបស់វាគ្រប់យ៉ាងតែមួយរំពេចនោះ Mahito បានបាត់ខ្លួនឆឹងពីក្នុងភ្នែកពេលនោះមានមនុស្ស2នាក់បានលេចខ្លួនចេញមក Itadori ក៏ចង់ប្រាប់ឲ្យពួកគេឆាប់រត់គេចតែភ្លាមនោះ
ស្មានមិនដល់ម៉ាហ៊ីតូបានលាក់ខ្លួននៅក្នុងខ្លួនមនុស្សមួយទៀតសោះហើយវាបានបដូររូបរាងមនុស្សម្នាក់ទៀតទៅជាកំបិតភ្លាមទៀតនេះធ្វើឲ្យថាដូរីខឹងខ្លាំងណាស់នេះគឺជាគោលដៅរបស់ម៉ាហ៊ីតូហើយគឺចាក់ដោតសតិអារម្មណ៍របស់ថាដូរីមនុស្សទាំងនេះក៏ជាផែនការរបស់ម៉ាហ៊ីតូដែរនៅមុននេះម៉ាហ៊ីតូបានឲ្យដាហ្គនលេបមនុស្សនៅទីនេះទាំងអស់ព្រោះម៉ាហ៊ីតូបានស្តុកមនុស្សគ្រប់គ្រាន់ហើយដើម្បីកុំឲ្យជូហ្គោមករារាំងវាទៅសម្លាប់ថាដូរីនោះវាបានប្រើក្បាច់បំបែកខ្លួនហើយក្លូនរបស់វាបានឡើងទៅខាងលើខ្លួនពិតនៅខាងក្រោមស្ថានីយ៍ហើយជូហ្គោត្រូវបានរនាំងមនុស្សកែច្នៃមករញ៉េរញ៉ៃមិនអាចតាមទាន់ម៉ាហ៊ីតូទៀតមកដល់ពេលបច្ចុប្បន្នក្លូនរបស់វាបានមកដល់ខាងលើហើយជួបនឹងណូបារ៉ាដែលនៅម្នាក់ឯងទៀតមុននេះណូបារ៉ាបាននាំ assistant ទៅកាន់ក្រុមជំនួយហើយនាងមិនបានខ្លាចព្រោះតែនៅម្នាក់ឯងទេបែរជាត្រៀមនឹងប្រយុទ្ធនឹងម៉ាហ៊ីតូទៅវិញណូបារ៉ាចាប់ផ្ដើមអាថាក់ភ្លាមかんざしこの女の死体を晒して虎杖裕二の魂を折るស្របពេលនោះម៉ាហ៊ីតូបានវាយទៅថាដូរីវាបានចាក់មនុស្ស3នាក់ជាចង្កាក់ថាដូរីប្រឈមមុខនឹងទង្វើអមនុស្សធម៌នេះគឺទង្គិចអារម្មណ៍ខ្លាំងណាស់ហើយមនុស្សទាំងនេះភ្លាមស្រាប់តែបដូររូបរាងទៀតធ្វើឲ្យថាដូរីធ្លាក់ក្នុងភាពគ្រោះថ្នាក់នៅម្ខាងទៀតក្លូនរបស់ម៉ាហ៊ីតូវាអាចប្រែរូបរាងបានហើយណូបារ៉ាក៏ត្រូវវាខ្វាចរបួសតែនាងមិនបានរាថយទេនាងបាញ់ដៃគោប៉ុន្មានគ្រាប់ចេញទៅទៀតម៉ាហ៊ីតូបានកាត់ចេញយ៉ាងងាយស្រួលតែភ្លាមនោះនាងបានហក់ពីលើក្បាលម៉ាហ៊ីតូចុះមកかんざし友なれស្មានមិនដល់ណូបារ៉ាបានប្រើក្បាច់ resonance វាយចូលខ្លួនទាំងពីររបស់ម៉ាហ៊ីតូក្បាច់ resonance នេះអាចយោងតាមក្លូនវាយទៅដល់ប្រឡឹងនៅក្នុងខ្លួនពិតរបស់វាបានហើយបើសិនជាប្រឡឹងនៅក្នុងខ្លួនពិតរបួសក្លូននោះក៏របួសដូចគ្នាដែរហើយពេលនេះណូបារ៉ាក៏បានមើលដឹងថាម៉ាហ៊ីតូនៅមុខផ្នែកនេះគ្រាន់តែជាក្លូនប៉ុណ្ណោះហើយនាងឃើញថាក្លូននេះមិនអាចប្រើក្បាច់ Jujutsu technique បានទេរីឯថាដូរីឃើញដូច្នេះក៏ឆ្លៀតឱកាសវាយម៉ាហ៊ីតូភ្លាមប្រសិទ្ធភាពក្បាច់របស់ណូបារ៉ាមិនទាន់បាត់ទៅម៉ាហ៊ីតូមិនទាន់អាចគ្រប់គ្រងខ្លួនប្រាណបានទេកំដាប់ដៃរបស់អ៊ីថាដូរីច្រើននឹងលឿនដោយដំណក់ទឹកភ្លៀងធ្លាក់ពីលើមេឃវាយម៉ាហ៊ីតូរហូតមិនឲ្យចន្លោះទេ釘崎ありがとう俺は一人じゃないとそう思わせてくれてお前はここで殺すស្របពេលនោះក្លូនរបស់វាឃើញថាខ្លួនពិតមានគ្រោះថ្នាក់ក៏ប្រញាប់រត់គេចខ្លួនឃើញចឹងណូបារ៉ាប្រញាប់ដេញភ្លាមរីឯខ្លួនពិតនៅមុខអ៊ីថាដូរីនេះស្រាប់តែបំបែកខ្លួនទៅជាចំណែកតូចហើយនៅក្នុងនោះមានតែខ្លួនតូចមួយគត់ដែលមានប្រឡឹងរបស់វាបន្ទាប់មកម៉ាហ៊ីតូបានរត់ទៅជួបគ្នាវិញនឹងក្លូនវាអ៊ីថាដូរីស្មានតែពួកវាចង់រួបរวมគ្នាដើម្បីព្យាបាលរបួសស្មានមិនដល់2នាក់នេះបានរត់កាត់គ្នាពេលនោះណូបារ៉ាទៅតែបត់ពីផ្លូវកែងចេញមកក៏ឃើញខ្លួនពិតរត់សម្ដៅមកនាងដោយធ្វេសប្រហែសណូបារ៉ាមើលមិនច្បាស់ថានៅនឹងមុខផ្នែកនេះគឺជាខ្លួនពិតទេបន្ទាប់មកម៉ាហ៊ីតូក៏បានប្រើ Idol Transfiguration もろじゃんដោយបែបនេះណូបារ៉ាក៏បានត្រូវក្បាច់របស់ម៉ាហ៊ីតូនាងបានយកដៃបិទមុខជាប់បន្ទាប់មកក៏នឹកទៅដល់រឿងអតីតកាលកាលពីនៅតូចណូបារ៉ាគឺជាក្មេងស្រីដែលចេះមានគំនិតខ្លួនឯងខុសពីអ្នកដទៃនាងមិនស្ដាប់សម្ដីរបស់ម៉ាក់ទេហើយបានរើកាតាពណ៌ខៀវដោយខ្លួនឯងក្រោយមកណូបារ៉ាបានរើផ្ទះហើយចូលរៀននៅជនបទសិស្សទាំងអស់សុទ្ធតែចូលចិត្តប្រើកាតាពណ៌ខ្មៅនិងពណ៌ក្រហមហើយនៅក្នុងថ្នាក់គឺមានសិស្សម្នាក់ឈ្មោះហ្វូមីដែលមានកាតាពណ៌ខៀវដូចគ្នាថ្ងៃមួយហ្វូមីត្រូវបានសិស្សដទៃធ្វើបាបយកកាតាបនាងដាក់នៅលើទូណូបារ៉ាក៏បានជួយហ្វូមីយកកាតាបនោះចុះមកហើយក៏សូមហ្វូមីផ្លាស់ប្ដូរកាតាបនឹងគ្នាដោយបែបនេះណូបារ៉ានិងហ្វូមីបានក្លាយជាមិត្តភក្តិណូបារ៉ាថានាងស្អប់កាតាបហើយក៏ស្អប់ភូមិនេះដែរនៅថ្ងៃមួយណូបារ៉ាបាននាំហ្វូមីទៅកន្លែងសម្ងាត់មួយការប៉ັດនោះគឺជាផ្ទះបងស្រីម្នាក់ដែលទៅនឹងរើមកពីទីក្រុងបងស្រីមានឈ្មោះថាសាវរីគាត់ល្អជាមួយនឹងណូបារ៉ាខ្លាំងណាស់ហើយណូបារ៉ាក៏ជិតស្និទ្ធជាមួយនឹងបងសាវរីនេះដែរអ្នកទាំងពីរក៏បានក្លាយជាមិត្តល្អនឹងគ្នាតែអ្នកភ
ភូមិដទៃបែរជាមានកំណត់អាក្រក់ទៅលើបងសាវរីទៅវិញពួកគេគិតថាសាវរីដែលមកពីទីក្រុងនេះបានមើលងាយអ្នកនៅជនបទពួកគេក៏បានទៅគូបំផ្លិចបំផ្លាញផ្ទះរបស់សាវរីចុងក្រោយសាវរីក៏បានត្រូវអ្នកភូមិបង្ខំរហូតដល់ចាកចេញពីភូមិនេះនៅថ្ងៃនោះក៏ជាលើកទី1ដែលណូបារ៉ាយំយ៉ាងខ្លាំងនៅមុខហ្វូមីដែរក្រោយមកនៅពេលធំឡើងណូបារ៉ាក៏សម្រេចចិត្តចាកចេញពីភូមិនេះហើយទៅតូក្យូរៀនវិទ្យាល័យនិងទៅរកបងសាវរីណូបារ៉ាបានប្រាប់ទៅហ្វូមីថានាងមិនត្រឡប់មកទីនេះវិញទេហើយនៅពេលលានឹងគ្នាអ្នកទាំងពីរនៅតែមិនអាចទប់ទឹកភ្នែកជាប់មកដល់ពេលបច្ចុប្បន្នសាវរីបានក្លាយទៅជាបុគ្គលិកសាមញ្ញមួយរូបនាងតែងតែនឹកទៅដល់ណូបារ៉ាជានិច្ចតែបែរជាមិនហ៊ានទៅជួបណូបារ៉ាទៅវិញព្រោះនាងខ្លាចណូបារ៉ាឃើញថានាងរស់នៅជីវិតសាមញ្ញដល់ថ្នាក់នេះបារម្ភថាណូបារ៉ានឹងអស់សង្ឃឹមនឹងខ្លួនឯងតែសាវរីនៅតែចង់ដឹងពីសុខទុក្ខរបស់ណូបារ៉ាណាតើណូបារ៉ាសុខសប្បាយដែរឬទេនៅពេលនោះណូបារ៉ាបាននឹកទៅដល់សេនសេនិងមិត្តរួមថ្នាក់នៅជាមួយអ្នកទាំងអស់គ្នានាងបានកែប្រែគំនិតរបស់នាងជាច្រើនហើយនាងក៏មិនបានស្ដាយក្រោយនៅរឿងដែលធ្លាប់បានឆ្លងកាត់ទាំងអស់ដែរតែនៅពេលនឹកទៅដល់ហ្វូមីនាងស្រាប់តែនិយាយពាក្យសុំទោសごめんねふみ約束守れなくて虎杖みんなに伝えて悪くなかったអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ធំនេះហើយតើវាសនារបស់ណូបារ៉ានឹងប្រែទៅជាយ៉ាងម៉េចទៅតើនាងនៅអាចមានជីវិតទេបន្ទាប់ពីត្រូវក្បាច់របស់ម៉ាហ៊ីតូនេះរីឯអ៊ីថាដូរីប្រឈមមុខនឹងការស្លាប់របស់ណាណាមីនិងមិត្តភ័ក្តិទាំងអស់គ្នានេះតើអ៊ីថាដូរីអាចទ្រទ្រង់ប្រយុទ្ធបន្តទៀតបានទេយើងរងចាំមើលនៅវគ្គបន្តទៀតអញ្ចឹងវីដេអូមួយនេះបានមកដល់ទីបញ្ចប់ធំនេះហើយបើសិនជាអ្នកទាំងអស់គ្នាពេញចិត្តនៅវីដេអូមួយនេះកុំភ្លេចជួយ like ហើយនិង subscribe ផងហើយកុំភ្លេចជួយដាក់កណ្ដឹង notification នៅ YouTube Channel និង Cipher នៅ Facebook Page ហើយបើសិនជាអ្នកទាំងអស់គ្នាចង់មើលវីដេអូខ្ញុំ full អត់មានខាតអីញ៉ៃញ៉ៃនិងវីដេអូដែលមិនមានផុសនៅលើ YouTube ឬក៏ Facebook អ្នកទាំងអស់គ្នាអាចចូល Telegram Channel ខ្ញុំបានខ្ញុំនឹងដាក់ link នៅខាងក្រោមនេះអ្នកទាំងអស់គ្នាអាចឆាតមកលេងបានអរគុណខ្លាំងមែនតើអញ្ចឹងយើងចាំជួបគ្នានៅវីដេអូក្រោយទៀតបាយបាយ